បាទសួស្តីលោកគ្រូអ្នកគ្រូអរគ្នាបាទខ្ញុំថ្ងៃនេះសូមចែករំលែកបទពិសោធន៍មួយក្នុងការប្រើប្រាស់ AI website មួយណាបាទគឺ grok.com បាទខ្ញុំប្រើលក្ខណៈ version free បាទអត់មានបង់លុយទេតែបើសិនជាលោកគ្រូចង់ប្រើ version premium ដែលបង់លុយគឺការប្រើប្រាស់គឺទូលំទូលាយអាចនិយាយថា100%ហើយភាពងាយស្រួលកាន់តែល្អបាទទៅណាបាទតែបើសិនជាលោកគ្រូចង់ប្រើដោយមិនបង់លុយគឺអូខេអាចតាមដានវីដេអូនេះបានហើយសូមបញ្ជាក់ថានេះយោងលើបទពិសោធន៍ខ្ញុំផ្ទាល់ខ្លួនទេហើយក៏មិនមែនជាចំណេះដឹងគ្រប់យ៉ាងអំពីgrok.com នេះទេបាទអាចនឹងវាមានលក្ខណៈពិសេសផ្សេងច្រើននៅក្នុងកម្មវិធីមួយនេះបាទតែអ្វីដែលខ្ញុំបង្ហាញគឺគ្រាន់តែយោងទៅលើបទពិសោធន៍ជាក់ស្ដែងដែលខ្ញុំអនុវត្តកន្លងមកនៅក្នុងការរៀបចំមេរៀនបាទដើម្បីត្រៀមបង្រៀនសិស្សរបស់យើងដល់យើងនៅពេលដែលយើងមានសៀវភៅដែលជា course book បាទផ្សេងហ្នឹងបាទជាពិសេសសម្រាប់លោកគ្រូអ្នកគ្រូនៅសាកលវិទ្យាល័យបាទដែលបង្រៀនមុខវិជ្ជាបញ្ញាបត្រផ្សេងហ្នឹងឯងបាទអញ្ចឹងណាអញ្ចឹងលោកគ្រូអ្នកគ្រូបាទនឹងបើក Chrome ហើយវាយពាក្យថា grok.com បាទនេះណាបាទនេះgrok.com នេះណាបាទហើយ search ទៅបាទ search ទៅនឹងឃើញហើយបាទពេលដែលគ្រូលោកគ្រូចូលទៅហើយក៏ sign up account មួយតាមរយៈ Gmail ហើយក៏ខ្លាចជាសមាជិកបាទហើយក៏ចូលធ្វើការ search មើលណាបាទ search នេះផ្ទៃខុសនេះសំខាន់រកកន្លែងវាថា search បាទ search ហើយលោកគ្រូគឺត្រូវធ្វើម៉េចបាទអញ្ចឹងនៅក្នុងនោះយោងទៅលើអីបាទយោងទៅលើឯកសាររបស់លោកគ្រូតើចំណងជើងបាទសភៅនឹងជាអីដាក់ថា book title ទៅហើយដាក់ចំណងជើងមកបាទណាបាទដូចនេះជាដើមបាទចំណងជើងខាងលើនោះបាទនេះបាទចំណងជើងណាបាទចំណងជើងនេះតាមរយៈសំបើបាទចំណងជើងបាទណាចឹងព័ត៌មានវគ្គព័ន្ធជាមួយចំណងជើងទាំងអស់យើងដាក់មកបាទចំណងជើងហើយអូខេទីគេព័ត៌មានចប់នោះគឺ advanced one ណានេះឃើញ advanced one នេះបាទហើយអ្នកនិពន្ធអ្នករៀបរៀងគឺ Burden Goodman បាទអញ្ចឹងណាហើយយើងបង្ហាញ edition បាទពីប្រហែលក៏ឆ្នាំណាអីទៅណាបាទនៅក្នុងទំព័រនោះគឺមានណាបាទសភៅណាហើយយើងបញ្ជាក់បើមាន chapter ដាក់ chapter ផងបើមានតែ unit ដាក់ unit ទៅ unit 1នេះទៅបាទនេះ talking in the new land នេះបាទណា unit 1ហ្នឹងអាចនឹងមានអ្នកនិពន្ធផ្សេងទៀតបាទចឹងបាយ edit គុណហើយទៅបាទអូខេអញ្ចឹងយើងនេះខ្ញុំសាកល្បងមើលខ្ញុំរៀបរាប់ដោយខ្ញុំសុំឲ្យគេអីបាទផ្ដល់ចម្លើយទៅកាន់ exercise ទាំងអស់នៅក្នុង unit 1ហ្នឹងបាទអញ្ចឹងណាអូខេឥឡូវឃើញថាវាដូចជាអត់បានមកពេញ exercise បើ exercise ដូចជាអត់ចង់ដល់ពាក្យកណ្ដាលផងដែលត្រូវបានឆ្លើយណាអូខេឥឡូវខ្ញុំចង់សាកដូរពាក្យបន្តិចមកក្រេឡូមកពេញណាតែក៏បញ្ជាក់ថានៅពេលដែលវាជា free version ការប្រើប្រាស់អាចមានកម្រិតមែនបាទឃើញទេចឹងសូម្បីតែ exercise គឺឆ្លើយមកមិនអោយអស់ផងបាទអញ្ចឹងណាតែទោះយ៉ាងណាបើសិនយើងពេលខ្លះយើងតល់បើអាចជួយយើងបានពាក់កណ្ដាលនេះដែរបាទនឹងសាកដូរពាក្យទៅ x ម្ដងមើលតើយ៉ាងម៉េចពេលខ្លះយើងគិតថាវាមិនតាន់ពេញចិត្តយើងអាចងាកមក describe ឡើងវិញយើងគិតថាអូយើងកែយើងដូរពាក្យឬក៏យើងដូរឃ្លាដូរការបញ្យល់ណាដូរ description ទៅវាអាចចប់មកវិញយើងចង់បានបាទអញ្ចឹងណានឹងសាកមើលសិនណាអូខេបាទឥឡូវទាំងអស់គ្នាយើងមកមើលឆែកមើលនេះបាទយើងមកផ្ទៀងមើលណាយើងមកផ្ទៀងផ្ទាត់មើលថាតើបាទភាពត្រឹមត្រូវណាបានពេញពេញទេទៅលើគ្រប់លំហាត់អស់នេះវាមិនបាន 100% ទេខ្ញុំតែវាបានច្រើនបាទគួរសមដែរណាល្មមអាចថាជួយយើងបានមកគ្រាអីចឹងទៅបាទតែបើសិនជា program បាទយើងទិញគេបាទ
ពីកម្មវិធីខ្ញុំគិតថាអាចនឹងមានសុខភាពបាទខ្លាំងដោយស្ទើរតែ 100% បាទអាចស្ទើរតែ 100% តែយើង free ខ្ញុំគិតថាមានកម្រិតណាបាទមានកម្រិតវាមិនអាចបានពេញលេញទេបាទហើយឆែកអស់គ្នាមកឆែកមើលមើលឥឡូវយើងមើលបាទនេះយើងមើលចូលក្នុងចម្លើយដែលគេផ្ដល់ឲ្យមុនអូខេសិបទោះមើល suppose ណាបាទអញ្ចឹងគឺលំហាត់គឺ check your reading បាទណា check your reading យើងមើលបាទនេះមានលំហាត់បែបនេះបាទតើទៀងមើលវិញមក check your reading បាទនេះឃើញទេ check your reading មានណាបាទអញ្ចឹងreading comprehension បាទនេះ reading comprehension អញ្ចឹងយើងរើស ABC ណាបាទអញ្ចឹងសួរអំពីព័ត៌មានលម្អិតនៅក្នុងអត្ថបទឬខាងលើណា How old was Edith when her family moved to Massachusetts បាទអញ្ចឹងឆ្លើយបាទចម្លើយឆ្លើយប្រាប់យើងណាបាទនេះគឺអូខេ7 years old អញ្ចឹងវាថាចម្លើយគឺអូខេឆ្លើយអញ្ចឹងគឺយើងឃើញអូយកប្រកាសបានគឺត្រឹមត្រូវបាទឃើញណាអូខេអញ្ចឹងលំហាត់2 3 4 5ដូចគ្នាណាបាទសួរហើយក៏មានចម្លើយឲ្យដែរនេះបាទ1 2 3 4 5 6អូខេ1 2 3 4 5 6យើងមើលដែរ1 2 3 4 5អូខេ6 7អូខេ6គឺនៅក្នុង comprehension ទេតែក្នុងនេះដាក់ចូល vocab ពេលខ្លះវាមានការភ័ន្តភាំងតិចដែរស្អីស្រាប់តែបច្ចេកទេសក្នុងការបកស្រាយណាបាទតែចម្លើយវាអាចទៅដូចនេះទេណាបាទ statement is true បាទអូខេអញ្ចឹងចម្លើយគឺយកគេមិញបាទយក A ទៅណាបាទអូខេwhich statement is true លេខ6បាទអូខេសង្ស័យបែបមានបញ្ហាមួយបាទMapa was suspicious and believed the lady was attempting to deceive him about the dishes. Okay. And vocab បាទ អូខេ A បាទ A true ណាបាទអូខេនេះគឺគេបញ្យលបាទបញ្យលបាទមានថាគឺបញ្យលណាហើយមានការបញ្យលបន្ថែមបាទអូខេឥឡូវយើងផ្ទៀងមើលបន្តទៀតមើលបាទ vocab លេខបាទ vocab ហើយឃើញថាចម្លើយ10គឺមានទាំងអស់មានគ្រប់ណាបាទមាន9អូខេ10 idiom បាទ10ណាអូខេ view to another បាទ idiom អូខេក៏វាយកបន្ថែមទៀតបាទនេះស្គាល់ចាំមើលលំហាត់អូខេលំហាត់បាទនេះមើលយើងលំហាត់នេះចូលលេខ understanding the story បាទមាន exercise A បាទ exercise A check comprehension ណាបាទអូខេស្ទៀងមើលអូខេនេះគឺអូខេជួយ check score ឲ្យទៀតនេះបាទយ៉ាបាទនេះមិន number correct យ៉ាanh cho như thao bây giờ thầu mà man và vậy thầu ban và man việc bao tụ màn chẳng á và làm hạt lớn rồi nè làm hạt lớn nè và nè cái chui bây giờ và tụ dớ đó và sao như phơi thử nè ở đây này reading comprehension bây giờ phơi tàu ban tiếng Pháp giờ mang rồi và tụ bình rồi việc rồi đây nó ok chấn vì mà understanding story vàคือmiến và miến chấm lợi và tiền mượn môi bị 7 4 5 và môi 7 7 ok
và bên insight bí adding vocab và cái này adding vocab và ok cho adding vocabคือทำเราได้แบบคือจำลายอาจจะกลับบ้านแบบเอาไปสิ adding punctuation อ่ะแบบเหมือนไหมโอเคนี่นะเนี่ยvàนี่คือเคยnhé và cứ tạm thời nhé về study in the story và trong sai mơ phiệp tâm trâu vì nó phải là dương thử rồi cái là dương cái sản xuất có bao lãnh đạo mình chậm lại thế dương rồi học thới cái dương chỉ dương đã sai xây thiệt và đi và finding synonym ok vậy đấy ok chân và mình bí mình xí bắt đi vào rồi và chứ được nhầm vậy chẳngคือvì ai ở bên lên ở dương tí và học thế này về là hỏi bạn đó và về là bạn tích các bạn chờ phòng và ok đi phải xin điểm bạn và khởi đi về khác chúng ta xài hồi nãy đây nữa và ok yeah cho này cho studying the story và mình áp xây đi và ý gọn biến và ý gọn biến đấy. Ok nữa nè bạn chờ nè lâu từ về chỗ studying the story và studying the story hay về khác cái ôi cao bình thường để vì bây giờបញ្ហាពាក់ព័ន្ធកំតែវាមិនមែនជាចម្លើយពិតប្រាកដបាទអូខេតែយើងក៏អាចមានប្រយោជន៍ខ្លះដែរប្រអប់លើយើងបាទអូខេណាគឺbây giờយើងផ្លាត់ GA character GA setting và autobiography GA ណាបាទពេលណាគេអាប់ឡូតចម្លើយមកត្រង់ហ្នឹងគេគេកាប់បញ្យល់វិញណាបញ្យល់ទិសដីវិញណាបាទអូខេអូខេgiờ chấm vẽ chân ra để nó cái ở bây giờ nó cái ở ở chụp lại tròn vàng thực đấy thì là sao được ai nữa ha cái việc phía đó khởi thả bán coi giờ mấy còn tay ở cái dùng prao freeคือ tayมีปัญหาបាទដែលវាអត់បានពេញលេងចឹងណាបាទខ្ញុំជឿថាយើង prao premium គឺបាទចម្លើយដែលយើងចង់បានបាទយើងមានគោលបំណងចង់សុំអីស្រួលអីគឺវាអត់មានខ្វះចន្លោះទេបាទស្ទើរតែ 100% ណាអ្នកនេះបាទអូខេអូខេយើងឃើញថាចម្លើយដែលអាចទទួលបានប្រហែលជាខ្ទង់ 50% បាទណាអាច 50% ណាបាទខ្ញុំសាកអី file 2ដែលមានលក្ខណៈដូចថាជា PDF file ហើយក៏ដូចជាគុណភាពនេះមិនសូវជាល្អមិនសូវជាច្បាស់ណាបាទណាក៏ប៉ុន្តែខ្ញុំធ្លាប់ប្រើបាទខ្ញុំធ្លាប់ប្រើកម្មវិធីជា Google អត់ទេកម្មវិធីជា Word បាទជា Word ដែលយើងមានជា Word document អីហ្នឹងទៅយើងដាក់ចូលទៅវាដូចជាស្គាល់ល្អជាងណាបាទណា
và chia PDF và PDF nó việc sau cứ cho con trên photo ai đangมีปัญหาจะมีปัญหานะบ่นะแต่บางที PDF คือchia file zin PDF แต่ម្ដងដែលជា file convert vàចេញពី Word មកទៅជា PDF អីហ្នឹងឬក៏ file Word ដែលខ្លួនឯងហ្នឹងបាទគឺយើងនឹងនិយាយនៅក្នុងការទទួលបានចម្លើយដែលសុខធម្មត្រូវជាងណាបាទនិយាយណាអូខេនេះគឺអ្វីខ្ញុំបង្ហាញគឺយើងមិញយើងអាប់ឡូតសៀវភៅមួយទាំងមូលចូលណាបាទសូមបញ្ជាក់ថាយើងមានសៀវភៅមួយហើយយើងអាប់ឡូតសៀវភៅមួយទាំងមូលចូលតែម្ដងណាអ្នកគ្នាណាបាទនេះគឺជាសៀវភៅណាបាទយើងអាប់ឡូតមួយទាំងមូលចូលបើសិនយើងបើកចូលដំបូងយើងនឹងឃើញមានឲ្យយើង search នេះហើយយើងមាន attach នេះណា attach ចុចវាហើយយើងទៅរើសយកសៀវភៅរបស់យើងដាក់ចូលទៅអញ្ចឹងវាបានពាក្យបានសៀវភៅនេះហើយយើងមកសរសេរ description កន្លែងនេះបាទយើងសរសេរ description ឲ្យវា specific យើងចង់បានអីយើង detail ទៅយើង describe ទៅពណ៌នាអ្វីដែលយើងចង់បានឲ្យលម្អិតឲ្យមានលក្ខណៈច្បាស់លាស់បាទដូចខ្ញុំបង្ហាញឧទាហរណ៍នេះជាដើមនេះទៅឃើញទេបាទហើយយ៉ាមួយទៀតនៅពេលយើងសួរសំណួរហើយយើងបាទអាប់ឡូតយកលទ្ធផលបើសិនជាមិនទាន់ពេញចិត្តយើងអាចសាកល្បងនៅក្នុងការកែបាទ edit ណាបាទនៅក្នុង description នេះបាទដើម្បីឲ្យយើងប្រើពាក្យថាតែលោកវាខុសពីគោលបំណងរបស់យើងវាស្គាល់ពាក្យទៅគឺការយើងខ្លួនឯងយើង describe ខុសអញ្ចឹងយើងកែសម្រួលខ្លួនឯងបាទអញ្ចឹងណាបាទនេះ free version បាទតែបើសិនជាpremium ខ្ញុំគិតថាបាទគឺសុខភាពគឺស្ទើរតែ 100% បាទហើយអ្វីយើងចង់បានគឺបាទយើង describe ឲ្យត្រូវចំពាក្យដែរគឺនឹងឲ្យមកណាបាទតែទោះយ៉ាងណាគឺឯកសារដើមរបស់យើងបាទ file របស់យើងគឺគួរតែបាទមានលក្ខណៈស្អាតមានលក្ខណៈថាត្រឹមត្រូវណាបាទស្រួលឲ្យកម្មវិធីវិភាគណាបាទអូខេនេះយើងនិយាយថា upload file មួយទាំងមូលណាអរគ្នាក៏ប៉ុន្តែអាចមានជំរើសមួយទៀតណាជំរើសមួយទៀតអ្នកនរគ្នាអាចនឹងសាកបាទខ្ញុំធ្លាប់សាកហើយគឺថាយើងអាចនឹងdownload ណា download ដែលមួយមេរៀនពេញណាយើង download ពីទំព័រទី1រហូតដល់ទំព័រចុងក្រោយនៃអីនៃ unit 1ហ្នឹងបាទយើង download វាមិន download វាជារូបថតស្លឹកផ្សេងគ្នានេះចុច select ហើយ download វាជារូបថតស្លឹកផ្សេងគ្នាមកបាទអញ្ចឹងណាបាទអញ្ចឹងទៅឃើញទេហើយយើង download តែបាទពេញមួយមេរៀនហ្នឹងហើយយើង combine វាឲ្យទៅជា PDF មួយដែរមានថាយើង specific តែទៅលើមេរៀនហ្នឹងទេយើងអត់upload file មួយទាំងមូលទេណាបាទអញ្ចឹងវាអាចនាំឲ្យយើងទទួលបាននូវសុខភាពកាន់តែល្អថែមទៀតបាទនេះបាទយើងឧស្សាហ៍យើងអាចធ្វើចឹងបានវាកាន់តែស្រួលទៀតណាបាទអាហ្នឹងគឺថាវាអាចមានសុខភាពកាន់តែកម្រិតល្អថែមទី1ទី2ករណីខ្លះបើសិនជាអីបាទបើសិនជាឯកសារ PDF របស់យើងសៀវភៅមួយទាំងមូលហ្នឹងគឺយើង upload អត់ចូលពេលណា upload អត់ចូលទេវាអត់ចូលរួចទេបាទវាមិនអនុញ្ញាតឲ្យអញ្ចឹងមានថាមិនយើងត្រូវតែធ្វើអញ្ចឹងណាយើងមករៀបចំតាមផ្នែកហើយទៅយើងបានមួយ unit អាប់ចូលមួយ unit យើងសួរមួយ unit ហ្នឹងបាទអូខេពេលយើងបំបែកហ្នឹងគឺ upload បានហើយបាទអញ្ចឹងណាបាទនេះគឺវិធីសាស្ត្រណាអូខេបាទតាមរយៈបទពិសោធន៍ដែលខ្ញុំធ្វើបាទបើសិនជាលោកគ្រូណាមានចំណេះដឹងល្អលើសហ្នឹងបាទសូមជួយ comment ចូលផងណាបាទហ្នឹងហើយបាទអញ្ចឹងវីដេអូយើងបាទដូចជាទៅប៉ុណ្ណឹងអូខេសូមបញ្ជាក់មួយចំណុចទៀតណាឥឡូវយើងបានហើយយើងបានជាអត្ថបទអីជាចម្លើយអីមកអស់ណាបាទមិនថាយើងថាបានពេញលេញឬក៏មិនពេញលេញអីបាទអញ្ចឹងយើងត្រូវ copy វាបាទណាយើង copy វាដែរណាបាទនេះ copy សរុបរួមឬក៏យើង select copy ក៏បានដែរនេះបាទនេះហើយយើង copy គ្រប់ផ្នែកទាំងអស់នៃចម្លើយយើងចង់បានហ្នឹងយើង copy ហើយយើងទៅ paste ចូលអីល្អបាទអ្នកនរយើងអូខេជាជំរើសដែលយើងចង់ paste ចូលកម្មវិធី Microsoft Word ក្នុងកុំព្យូទ័រក៏បាន
ក៏ប៉ុន្តែខ្ញុំសូមជំរុញឲ្យលោកគ្រូបាទប្រើកម្មវិធី Google Document ទៅណាបាទដែលជា Google Platform ណាបាទខ្ញុំជឿថាលោកគ្រូភាគច្រើនណាចេះប្រើហើយតែក្រែងលោលោកគ្រូណាដែលស្បប្រើបាទចូលមកមើលទៅនេះបាទយើងកន្លែងចូលនេះយើងចូល Google Drive ហើយយើងមានពាក្យនេះណាពាក្យថា new ហ្នឹងអញ្ចឹងយើងឃើញហើយមានតែ new ហើយយើងអាប់យើងរើសយកអីគេដែរបាទនេះដកហ្នឹងគឺស្មើនឹង Word sheet នេះស្មើនឹង Excel slide នេះស្មើនឹង PowerPoint ណាបាទនេះគឺវីដេអូបាទយើងប្រើវីដេអូណាអាប់ឡូតវីដេអូចូលបានណាបាទ form បាទហ្នឹងគឺ Google Form នេះខ្ញុំធ្លាប់ប្រើជាប្រចាំហើយបាទឥឡូវយើងប្រើ Google Doc បាទដើម្បីរៀបរៀងឯកសារនេះបាទចុចវាទៅអញ្ចឹងយើងបានណាបាទអូខេបាទយើងបានយើងរក្សាវាទៅវានៅជាប់ជាមួយ Google account របស់យើងគឺថាយើងដរាបណាយើង sign in ចូល gmail.com យើងបានដរាបនោះយើងមិនភ័យរឿងបាត់បង់បាទបាត់បង់ឯកសារខ្លឹមសារហ្នឹងឯងអញ្ចឹងអត់អញ្ចឹងយើងមិន copy ហើយយើង paste វាទៅបាទយើង paste ទៅវាមកហើយណាបាទអូខេហើយនេះគឺ tab មានថាយើងអាចបែងចែកវាទៅជាទំព័រផ្សេងគ្នាអីចឹងទៅណាឥឡូវនេះ tab 1ឥឡូវយូរកាលគ្រូមានផ្នែកផ្សេងគ្នានៅក្នុងបាទមុខវិជ្ជាមួយហ្នឹងអញ្ចឹងយើងអាចដាក់វាផ្នែកខុសគ្នាក៏បានដែរគេហៅថាដាក់ថា unit 1អីចឹងទៅណាបាទ unit 1នេះបាទទៅពេល unit 2ដាក់មួយទៀតដែរឃើញទេនេះ tab 2យើងដាក់អី unit 2អញ្ចឹង unit tab 1ផ្សេង tab 2ផ្សេងបាទអញ្ចឹងវាបង្ហាញនៅផ្នែកខុសគ្នាយើងកុំឲ្យវែងពេកកុំឲ្យពងច្បល់គ្នាណាធូរនេះ 1នេះបាទនេះបាទហើយដាក់ name វាទៅណាអូខេមួយទៀតបើសិនជាគ្រូរៀបចំហើយបាទអាចរក្សាទុកខ្លួនឯងយើងឬក៏ឥឡូវយើងចង់ចែករំលែកបាទយើងចង់ចែករំលែកបាទឯកសារហ្នឹងបាទឲ្យអ្នកផ្សេងទៀតបាទអាចថាជាសិស្សនិស្សិតរបស់យើងនេះបាទអូខេទីហៅដាក់ឈ្មោះបាទ save បាទហើយយើងដាក់កុំយក district បាទ anyone មកបាទអូខេចឹងជាមានជម្រើស3viewer គាត់មើលបានតែកើតទេ commenter គាត់អាច comment បានណាបាទបើយើងដាក់ commenter ទេគឺគាត់ comment កើតទេបាទeditor គាត់អាចកែបានណាបាទអញ្ចឹងបើយើងមានគោលបំណងណាមួយយើងដាក់អញ្ចឹងទៅណាឥឡូវ viewer គឺគាត់មើលហើយមិនគាត់កើតទេបាទហើយ comment ក៏ comment បានដែរអូខេយ៉ាចឹងពេលហើយយើងចែករំលែកនេះ share ទៅណាបាទ share យើងដាក់គេ copy link ហើយយើងទៅ paste ចូល Telegram ទៅណាអូខេបាទអញ្ចឹងមានថាយើងរក្សាវាទុកឲ្យបានស្អាតល្អទៅជួនកាលយើងអាចនឹងប្រើប្រាស់ថ្ងៃក្រោយទៀតណាបាទអូខេអរគុណច្រើនបាទវីដេអូគឺចប់តាមនេះណាបាទអូខេបើទៅយើងអាចប្រើប្រាស់វាបានមុខងារផ្សេងទៀតជាមួយនឹង AI នេះណាมันខុសពីមុនទេបើយើងចង់បានអីយើង describe វាទៅណាបាទខ្ញុំសូមបន្ថែមតិចទៀតណាយើងអាច describe វានេះហើយយើង edit ហើយ describe វាថ្មីណាអញ្ចឹងវាបានអីថ្មីមកទៀតយើងណាសុំអូខេបាទសុំលំហាត់តេស្តមួយដែលមានផ្នែកប៉ុន្មានគឺផ្នែកថា5ផ្នែកមានអីខ្លះផ្នែកទី1ណាបាទអូខេគឺ vocab ណាបាទណា vocabulary ណាផ្នែកទី2គេ gap filling ផ្នែកទី2 comprehension question អីទៅទីហោបាទផ្នែកទី3អីគេអូខេអញ្ចឹងអាស្រ័យលើការ describe របស់គ្រូនេះគ្រូបាទអញ្ចឹងពេល describe ឲ្យលម្អិតឲ្យ specific ដូចឧទាហរណ៍ដូចនេះហើយឥឡូវណាផ្នែកអីគេផ្នែក vocab ហ្នឹងផ្នែក vocab ចង់បានតម្រងអីគេគឺសុំតម្រង matching ហ៎ឬក៏តម្រង gap filling អញ្ចឹងគ្រូដាក់មកហើយមានប្រមាណ item 10ឬក៏15 item ណានេះយើងបញ្ជាក់ឲ្យលម្អិតទេណាឃើញទេផ្នែកទី2គឺផ្នែកអី comprehension question មែនអញ្ចឹងសុំសំណួរប៉ុន្មានណាបាទប៉ុន្មានសំណួរហើយសំណួរហ្នឹងគឺតែ item ហ្នឹងតើប្រភេទអីជាប្រភេទ multiple choice មែនទេ
ឬក៏ជា short answer ឬក៏ជាអីយើងប្រាប់ច្បាស់មកអញ្ចឹងណាបាទ yeah អញ្ចឹងនេះថាលោកគ្រូចាំបាត់អីបាទ describe ឲ្យលម្អិតបាទណាបាទហើយយើង describe ទៀតថាចង់បានចម្លើយផងចម្លើយហ្នឹងថាថា answer provide answers to each បាទ test item ឧទាហរណ៍យើងប្រើពាក្យថា each test item អញ្ចឹងរាល់ចប់ test item នីមួយៗគ្រប់ test item អា item ទី1ទី2ក៏ទី3គឺមានចម្លើយអមជានិច្ចគ្រប់ test item ណាបើយើងពាក្យថាពាក្យថា each ណាបាទតែបើយើងអត់ចង់បានអញ្ចឹងយើងចង់បានចម្លើយទាំងដុលនៅខាងចុងទំព័រនៃ exercise ដែលគេផ្ដល់ឲ្យនេះយើងដាក់ទៅថា provide answer យ៉ាមិនដែរ yeah at the end of the test as a separate page អញ្ចឹងទៅយើងដាក់ឲ្យចប់ specific ទៅវាមកហើយគឺអត់ឲ្យខុសវានៅខាងចុង exercise ដែលវាអត់នៅលីឡំជាមួយនឹង item នីមួយៗទេបាទអូខេបាទអូខេអរគុណច្រើនបាទអញ្ចឹងយើងចប់តាមនេះហើយបើសិនជាចូលចិត្តបាទក៏ subscribe ឬក៏ចែករំលែកវីដេអូនេះណាមានអីឆ្ងល់សូម comment នៅក្នុងវីដេអូបន្ថែមឬក៏បើយល់ល្អបំផុតគឺឆាតចូលក្នុង Telegram របស់ខ្ញុំបាទអាចនឹងងាយស្រួលក្នុងការបកស្រាយបន្ថែមបាទណាអូខេអរគុណជួបគ្នាវីដេអូក្រោយណាបាទ